ប្រជុំនិទានជាដករឿងកេភបណ្ឌិតអ្នកប្រាជ្ញគួរធ្វើល្ងង់ក្នុងកាលខ្លះដើម្បីសន្តិភាពក្នុងកាលកន្លងទៅហើយមានកូនបក្សី3គឺកូនកង្កោកកូនសាលិកាកូនកុកនៅអាស្រ័យក្នុងសម្បុកលើមែកឈើចិត្តគ្នាសម័យនោះមានថ្មព្រៃ3នាក់នៅក្នុងដែនកម្ពុជាបាននាំគ្នាចោះចូលទៅក្នុងព្រៃដើម្បីចាប់ម្រឹគថ្មព្រៃទាំង3នាក់ខំស្វែងរកម្រឹគអស់មួយថ្ងៃពុំបានជួបប្រទះសោះដល់ពេលល្ងាចចិត្តត្រឡប់មកផ្ទះវិញបានឃើញកូនបក្សី3ដែលនៅក្នុងសម្បុកចិត្តគ្នានោះក៏ចាប់យកមកមួយម្នាក់មកចិញ្ចឹមអាត្មាព្រៃទាំង3នាក់នោះមានសេចក្តីស្រឡាញ់ចំពោះកូនបក្សីទាំង3ហាក់ដូចជាកូនបង្កើតបានគិតគ្នាថាយើងខិតខំចិញ្ចឹមរក្សាបង្រៀនឲ្យមានបែបបទល្អហើយនាំយកទៅថ្វាយស្ដេចជាគ្រឿងបណ្ដាការថ្មព្រៃម្នាក់ដែលចិញ្ចឹមកូនកង្កោកក៏ខំបង្ហាត់ឲ្យចេះពងចេះរាំចេះក្រាបសំពះឯកង្កោកជាសត្វមានគំនិតខ្លីក៏ចេះតែធ្វើតាមដល់រាបដល់ចេះពងចេះរាំចេះក្រាបសំពះដោយបំណងរបស់ម្ចាស់ឯថ្មព្រៃម្នាក់ទៀតដែលចិញ្ចឹមកូនសាលិកាក៏ខំបង្ហាត់បង្ហាញឲ្យរៀននិយាយភាសាមនុស្សសាលិកាជាសត្វមានគំនិតខ្លីខំប្រឹងនិយាយតាមដល់រាបដល់ចេះនិយាយជាមួយនឹងមនុស្សបានឯថ្មព្រៃម្នាក់ទៀតដែលចិញ្ចឹមកូនកុកក៏ខំបង្ហាត់បង្រៀនកូនកុកនោះតាមបំណងរបស់ខ្លួនប៉ុន្តែកុកជាបណ្ឌិតមានគំនិតវែងបានគិតថាអញមិនគួរធ្វើជាអ្នកចេះរាំចេះនិយាយចេះក្រាបសំពះតាមឱវាទរបស់ថ្មព្រៃទុច្ចរិតនេះទេបើអញធ្វើជាអ្នកចេះដឹងមុខតែថ្មព្រៃនេះដាក់ក្នុងទ្រុងដរាបដល់អស់ជីវិតលុះគិតដូច្នោះហើយក៏មិនអើពើនឹងឱវាទរបស់ថ្មព្រៃជាម្ចាស់ឡើយបើគេបង្ខំខ្លាំងគ្រាន់តែស្រែកក្រកប៉ុណ្ណោះថ្ងៃមួយថ្មព្រៃទាំងនោះបានយកកូនបក្សីទាំង3ទៅថ្វាយស្ដេចព្រះរាជាបានទតឃើញកូនបក្សីទាំងនោះហើយទ្រង់មានព្រះតម្រាស់ថាមនាលព្រានកូនកង្កោកនេះមានគុណវិសេសដូចម្ដេចខ្លះម្ចាស់កង្កោកក្រាបទូលថាបបិទ្ធព្រះសមត្ថទេពកង្កោកនេះចេះរាំចេះពងចេះក្រាបសំពះថ្វាយបង្គំក៏ប្រើកង្កោកនោះថ្វាយបង្គំព្រះរាជាលុះកង្កោកនោះថ្វាយបង្គំហើយអ្នកម្ចាស់កង្កោកធ្វើភ្លេងដោយមាត់របស់ខ្លួនកង្កោកក៏ពុនពេនរេរាំតាមភ្លេងនោះព្រះរាជាទតឃើញដូច្នេះទ្រង់សប្បរាជហឫទ័យណាស់ក៏ត្រាស់បង្គាប់ឲ្យអាមាត្យចងទុកក្បែរទីនោះទៅទ្រង់ត្រាស់សួរទៅអ្នកចិញ្ចឹមសាលិកាទៀតអ្នកចិញ្ចឹមសាលិកាក្រាបទូលថាបបិទ្ធមហារាជសាលិកានេះចេះនិយាយភាសាមនុស្សបានក៏នាំសាលិកានោះនិយាយថ្វាយព្រះរាជាព្រះសណ្ដាប់ព្រះរាជាទ្រង់ព្រះសណ្ដាប់ភាសាកូនសាលិកានោះហើយទ្រង់សពព្រះរាជហឫទ័យក៏បង្គាប់ឲ្យអាមាត្យចងទុកក្បែរសត្វកង្កោកទើបត្រាស់សួរទៅអ្នកចិញ្ចឹមកុកទៀតអ្នកចិញ្ចឹមកុកក្រាបទូលថាបបិទ្ធព្រះសមត្ថទេពកុកនេះជាសត្វល្ងង់បំផុតទោះបីទូលព្រះបង្គំខំបង្ហាត់បង្ហាញយ៉ាងណាក៏ពុំចេះដឹងអ្វីសោះចេះត្រឹមតែស្រែកក្រកប៉ុណ្ណោះកុកបណ្ឌិតកាលបើម្ចាស់របស់ខ្លួនទូលព្រះរាជាដូច្នោះហើយក៏ស្រែកក្រកឡើងលំដាប់នោះព្រះរាជាទ្រង់ព្រះពិរោធយ៉ាងខ្លាំងទើបព្រះបង្គាប់ឲ្យអាមាត្យឯងយកកុកនេះទៅលេងទៅកុំទុកព្រោះវាល្ងង់ណាស់មិនចេះនិយាយស្ដីនឹងគេទេកុកបណ្ឌិតកាលបើអាមាត្យលេងហើយក៏ហើរទៅទុំលើកំពូលប្រាសាទសូត្របទគាថាជាភាសាមនុស្សថាពកោបណ្ឌិតោរិជ្ជៈភាសកញ្ជីវៈមីវចៈមយូរាសាលិកាជីវៈពហូញាតាពហូពន្ធាបបិទ្ធមហារាជ
ខ្ញុំជាកុកបណ្ឌិតមានប្រាជ្ញាម្ចាស់ខ្ញុំព្រះអង្គឲ្យនិយាយខ្ញុំមិននិយាយឡើយដើម្បីដោះខ្លួនឲ្យរួចពីចំណងឯកង្កោកនិងសាលិកាជាអ្នកចេះដឹងច្រើនជាប់ចំណងក៏ច្រើនព្រះរាជាទ្រង់ព្រះសណ្ដាប់គាថារបស់កុកបណ្ឌិតហើយក៏ទ្រង់បន្លឺនៅព្រះសីហនាថថាសាធុសាធុអ្នកជាបណ្ឌិតមានប្រាជ្ញាមែនកុកបណ្ឌិតក៏ហើរទៅតាមវត្ថុបំណងរបស់ខ្លួនដោយសួស្តីលំដាប់នោះព្រះរាជាទ្រង់ទតឃើញក្ងោកនិងសាលិកាដែលជាប់ចំណងមានមុខក្រៀមក្រំស្រងូតស្រងាត់ក៏ត្រាស់បង្គាប់អាមាត្យឲ្យដោះលែងទៅរឿងព្រះបាទមន្ធាតុសេចក្តីប្រាថ្នារបស់សត្វលោកឥតមានទីបំផុតក្នុងកាលខាងដើមនៃផុតកប្បនេះមានព្រះបរមចក្រពត្រាធិរាជមួយព្រះអង្គព្រះនាមមន្ធាតុមានមហិទ្ធិឫទ្ធិធំអស្ចារ្យសោយរាជក្នុងទ្វីបទាំង4មានមហាក្សត្រ 84000 ព្រះអង្គជាបរិវារមនុស្សក្នុងជំនាន់នោះមានអាយុកំណត់មួយអសង្ខ័យឆ្នាំឯព្រះបាទមន្ធាតុនោះមានឥទ្ធិពលសម្បើមអស្ចារ្យណាស់គ្រាន់តែទះដៃវេលាណាមានភ្លៀងកែវ7ប្រការធ្លាក់ចុះមកវេលានោះទ្រង់នៅជាកុមាររត់លេងសប្បាយដោយលបែងក្មេងជាង 80000 ឆ្នាំដល់ប្រជញ្ញគម្រប់ 84000 ព្រះបិតាទ្រង់ប្រទានកិត្តិយសឲ្យជាឧបរាជបាន 84000 ឆ្នាំបានទទួលរាជាភិសេកជាស្ដេចចក្រពត្រាធិរាជសោយរាជបាន 84000 ឆ្នាំទ្រង់មិនស្កប់ស្កល់ដោយរាជសម្បត្តិបានត្រាស់សួរមហាអាមាត្យថាទីដែលបរិបូរដោយរាជសម្បត្តិវិសេសជាងនេះទៅទៀតមានឬទេមហាអាមាត្យទូលថាបបិទ្ធព្រះសមត្ថិទេពក្នុងលោកនេះពុំមាននោះទេមានតែឋានចាតុមហារាជិកាទើបបរិបូរដោយសេចក្តីសុខប្រសើរជាងស្ថានមនុស្សព្រះបាទមន្ធាតុបានជ្រាបហើយក៏កាន់ចក្ររថក្រវីអណ្ដែតទៅឯដកអាកាសព្រមទាំងចតុរង្គសេនាទៅចុះនៅឋានចាតុមហារាជិកាពួកទេវតាក្នុងឋាននោះបានឃើញព្រះបាទមន្ធាតុហើយក៏នាំគ្នាកាន់ភ្ញីផ្កាចូលទៅបូជាថ្វាយរាជសម្បត្តិទឹកដល់ព្រះបាទមន្ធាតុព្រះបាទមន្ធាតុបានសោយរាជសម្បត្តិនៅឋានចាតុមហារាជិកានោះបានចំនួន 84000 ឆ្នាំមនុស្សទ្រង់មិនស្កប់ស្កល់ក្នុងរាជសម្បត្តិនោះទៀតទើបត្រាស់សួរទៅស្ដេចចតុលោកបាលទាំង4ថាទីស្ថានដែលបរិបូរដោយសេចក្តីសុខជាងនេះមានដែរឬទេស្ដេចចតុលោកបាលទាំង4ក្រាបទូលថារាជសម្បត្តិក្នុងឋាននេះមិនវិសេសជាងស្ថានមនុស្សប៉ុន្មានទេមានតែរាជសម្បត្តិក្នុងឋានត្រៃត្រឹងទើបប្រសើរជាងនេះជា100គុណព្រះបាទមន្ធាតុបានជ្រាបហើយក៏ចាប់ចក្ររថក្រវីហោះទៅស្ថានត្រៃត្រឹងទៀតព្រះឥន្ទ្រាធិរាជបានទាត់ឃើញព្រះបាទមន្ធាតុហើយក៏មានព្រះទ័យសោមនស្សរីករាយកាន់ផ្កាភ្ញីចូលទៅបូជាថ្វាយរាជសម្បត្តិពាក់កណ្ដាលព្រះបាទមន្ធាតុបានសោយរាជសម្បត្តិពាក់កណ្ដាលនៅឋានត្រៃត្រឹងនោះជាសុខក្សេមក្សាន្តអស់កាលជាយូរអង្វែងណាស់ចំនួន36ដំណរព្រះឥន្ទឯសេចក្តីប្រាថ្នារបស់ព្រះអង្គមិនចេះពេញសោះនៅតែខ្វះកន្លះជានិច្ចសូម្បីសោយរាជសម្បត្តិទឹកជាយូរអង្វែងដល់ម្លេះក៏មិនចេះស្កប់ស្កល់ទើបទ្រង់ព្រះចិន្តាថាបើអញសម្លាប់ព្រះឥន្ទចោលហើយសោយរាជតែម្នាក់ឯងទើបល្មមសមនឹងបុណ្យស័ក្តិរបស់អញគ្រាន់តែគិតយ៉ាងនេះការទ្រុឌទ្រោមទៅនៃសេរីរៈក៏កើតឡើងប្រកបពុំអាចនៅលេឡំជាមួយនឹងពួកទេវតាបានស្រាប់តែស្យុតមកស្ថិតនៅក្នុងឧស្សាហរបស់ព្រះអង្គនាស្ថានមនុស្សដោយកាលមុនវិញ
នាយឧទ្យានបាលបានឃើញព្រះបាទមន្ធាតុចុះពីឋានសួគ៌មកស្ថិតនៅក្នុងឧទ្យានវិញហើយក៏ចូលទៅក្រាបទូលដល់ព្រះរាជត្រកូលព្រះរាជាដែលជាធំក្នុងព្រះរាជត្រកូលបានជ្រាបដំណឹងនោះហើយមានសេចក្តីត្រេកអរណាស់ទ្រង់មនីមនាយាងទៅឧទ្យានជាមួយនឹងស្ដេចទាំង 84,000 ព្រះអង្គចាត់ចែងក្រារៀបចំរាជសីយាសនៈដ៏ប្រសើរក្នុងឧទ្យាននោះព្រះបាទមន្ធាតុទ្រង់ឡើងផ្ទុំលើសិរីរាជសីយាសនៈនោះហើយបានប្រកាសប្រាប់ដល់ព្រះរាជវង្សានុវង្សទាំងឡាយថាយើងលែងក្រោកចាក់អាសនៈនេះហើយអ្នកទាំងឡាយចូលចាំគ្រប់គ្នាថាសេចក្តីប្រាថ្នារបស់សត្វលោកធំទូលាយវែងឆ្ងាយឥតមានទីបំផុតទ្រង់មានព្រះបន្ទូលដូច្នេះហើយក៏ទ្រង់សោយទីវង្គតទៅតាមសមគួរដល់ពុព្វកម្មរបស់ព្រះអង្គឯពុព្វកម្មរបស់ព្រះបាទមន្ធាតុដែលមានឥទ្ធិពលធំអស្ចារ្យគ្រាន់តែទះដៃមានភ្លៀងកែវ7ប្រការធ្លាក់ចុះមកអំពីអាកាសនិងមានប្រជញ្ញវែងហើយបានសោយរាជទិព្វសម្បត្តិទៀតនោះកាលសាសនាព្រះពុទ្ធព្រះនាមវិបស្សីរាប់ពីផុតកັບនេះទៅក្រោយវិញចំនួន91កັບកាលនោះព្រះបាទមន្ធាតុកើតជាបុរសកំសត់ម្នាក់នៅក្នុងនគរពន្ធុវតីជាអ្នកស៊ីឈ្នួលជួលប៉ះសម្លៀកបំពាក់ចាស់ដាច់របស់អ្នកនគរនោះថ្ងៃមួយពួកពុទ្ធបរិស័ទបានរៀបចំចាត់ចែងថ្វាយមហាទានដល់ព្រះសង្ឃមានព្រះពុទ្ធជាប្រធានឯបុរសកំសត់បានដឹងថាការគេរៀបចំចាត់ចែងនឹងថ្វាយមហាទានដូច្នោះហើយក៏នឹកសង្វេគចំពោះខ្លួនថាអោអាត្មាអញជាមនុស្សសេះសល់ថោកទាបជាទីបំផុតពុំបានចាត់ចែងមហាទាននឹងគេសោះពីព្រោះជាអ្នកទាល់ក្រពេលនេះបើអញមិនឆ្លៀតធ្វើទានទេពុំដឹងជាជាតិណានឹងបានរួចផុតអំពីសេចក្តីទុក្ខលំបាកគិតឃើញដូច្នេះហើយសទ្ធាក៏កើតឡើងមាំចំពោះគុណព្រះសម្ពុទ្ធពេលនោះខំជួសជុលសម្ពុទ្ធឲ្យបុគ្គលម្នាក់បានលុយមួយមាសកៈដឹងថាពេលថ្វាយមហាទានចិត្តដល់ហើយក៏មនីមនីទៅផ្សារទិញបានគ្រាប់សណ្ដែកស្ងោរមួយបំពង់យកទៅដាក់បាតទៅដល់រោងទានពុំបានឱកាសនឹងចូលទៅដាក់បាតឡើយព្រោះខ្លួនជាអ្នកទាល់ក្រថោកទាបពួកមហាជនមិនបើកឱកាសឲ្យចូលទើបគិតថាអញអស់បានចូលទៅចិត្តព្រះសម្ពុទ្ធនិងព្រះសង្ឃហើយបើដូច្នេះអញគួរបោះគ្រាប់សណ្ដែកសម្ដៅទៅត្រង់បាតព្រះសម្ពុទ្ធនិងព្រះសង្ឃចោះបើបានចូលក្នុងបាតតែមួយគ្រាប់គង់មានផលច្រើនបុរសកំសត់ក៏ចាប់គ្រាប់សណ្ដែកស្ងោរបោះទៅដោយអំណាចឫទ្ធិព្រះសម្ពុទ្ធគ្រាប់សណ្ដែកក៏អណ្ដែតទៅធ្លាក់ក្នុងបាតជាលំដាប់តាំងពីបាតព្រះសម្ពុទ្ធជាម្ចាស់ដរាបដល់បាតព្រះសង្ឃគ្រប់ព្រះអង្គឥតមានជ្រុះទៅទីដតីមួយគ្រាប់ឡើយបុរសកំសត់ឃើញអស្ចារ្យដូច្នោះហើយសេចក្តីជ្រះថ្លាក៏រឹងរិតតែកើតឡើងយ៉ាងក្រៃលែងទើបតាំងសេចក្តីប្រាថ្នាថាដោយអំណាចការបូជារបស់ខ្ញុំនេះក្នុងអនាគតកាលសូមឲ្យបានជាធំជាងជនអ្នកត្រូវការដោយកាមទាំងឡាយបើខ្ញុំលើកដៃទះឡើងវេលាណាសូមឲ្យភ្លៀងកែវ7ប្រការធ្លាក់ចុះពីផ្ទៃអាកាសវេលានោះកុំខានបុរសកំសត់លុះអស់អាយុបានទៅសោយសុខក្នុងទេវលោកនិងមនុស្សលោកអស់កាលជាអង្វែងលុះដល់មកខាងដើមនៃផុតកັບនេះបានមកកើតជាព្រះរាជបុត្ររបស់ព្រះបាទកល្យាណរាជមាននាមបញ្ញត្តិថាព្រះបាទមន្ធាតុនេះឯង